សួស្តីអ្នកទាំងអស់គ្នាជួបគ្នាម្ដងទៀតជាមួយនឹងវីដេអូដែលខ្ញុំធ្វើឡើងតាក់ទងជាមួយនឹងការធ្វើដំណើរពីទីក្រុងទៅពលានថ្មីរបស់យើងគឺពលានដេជោឥឡូវនេះគឺយើងទាំងអស់គ្នាមានការងាយស្រួលខ្លាំងដល់ការធ្វើដំណើរពីទីក្រុងក៏ដោយពីពលានក៏ដោយមកទីក្រុងទៅវិញទៅមកហ្នឹងគឺយើងមានឡានក្រុងពលានហើយចំណាយជិះតែម្ដងតាម1500ខ្មែរយើងទេអញ្ចឹងគឺមានតម្លៃសមរម្យមែនតើបើធៀបទៅនឹងការធ្វើដំណើរជិះឡានក្រុងគេហៅថា Airport Shuttle Bus ដែលនៅបរទេសជាក់ស្ដែងចំណតពីទីក្រុងទៅពលានគឺមានចំណតទី1នោះយើងអាចឡើងនៅរង្វង់មូលគួយកណ្ដុងចំណតទី2នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចំណតទី3នៅនឹងក្រសួងសង្គមកិច្ចចំណតទី4នៅនឹងមុខផ្សារ Eon 3 Eon មានជ័យហើយចំណតចុងក្រោយនោះគឺនៅពលានហោះតែម្ដងអ្នកទាំងអស់គ្នាអាចជ្រើសរើសយកទីតាំងចំណតដែលត្រូវឡើងគឺនៅក្បែរផ្ទះអ្នកទាំងអស់គ្នាជាក់ស្ដែងដូចខ្ញុំអញ្ចេះខ្ញុំនៅចិត្ត Eon មួយចឹងចំណតដែលនៅចិត្តខ្ញុំហ្នឹងគឺនៅនឹងមុខក្រសួងសង្គមកិច្ចរយៈចម្ងាយពលានហោះថ្មីមកចំណតទិសដៅនៅវត្តភ្នំគឺរយៈចម្ងាយត្រឹមតែ27គីឡូទេប៉ុន្តែតម្លៃតាក់ទងជាមួយនឹងឡានក្រុង1500គឺអ្នកទាំងអស់គ្នាគឺមានតម្លៃសមរម្យខ្លាំងមែនតើមានភាពងាយស្រួលក្នុងការធ្វើដំណើរបើប្រៀបធៀបទៅនឹងពលានយន្តហោះនៅបរទេសឧទាហរណ៍ដូចជានៅកូរ៉េខាងត្បូងពីពលានទៅទីក្រុងពីទីក្រុងមកពលានគឺតម្លៃជាង$10ថ្មីត្បិតតែចម្ងាយពលានមកទីក្រុងជាង40គីឡូម៉ែត្រក៏ដោយស្រុកខ្មែរយើងគឺ the best មានភាពងាយស្រួលមានតម្លៃសមរម្យជាងអូខេបាយបាយ